ក្រុមយុតិ3សំខាន់ជាងគេគឺជាយើងឡើងមានសិទ្ធិនិយាយច្រើនហើយយើងមានន័យថាយើងខូចគេយើងសួរសំណួរគេឲ្យគេឆ្លើយឲ្យគេគិតពួកគេចេះហើយពីច្រើនមកឲ្យឆ្លោះគ្នាឡើងហ្នឹងហាកូននោះវាចាប់ផ្ដើមឈាមរាវចាប់ផ្ដើមដុតស្លាមហ្នឹងណាវាឡើងស្ដាប់ម៉ែអូហើយមកពីម៉ែអូអត់គិតខុសចង់បជាកូនដូចលើមុនទៀតដូចកាគេនៅគ្នាតែឡើយគេអាចគេថាបង្កើតអត្តសញ្ញាណរបស់គាត់ហ្នឹងមានន័យថាគាត់ចង់ខ្លាចជាមនុស្សចាស់ហើយគាត់ចង់អួតថាគាត់អស្ចារ្យគាត់លេខទៅការយើងអញ្ចឹងយើងបើយើងដឹងគេថាអូគាត់ឯងអស្ចារ្យប៉ុន្តែយើងសួរសំណួររហូតតែបើគាត់ឯងជិះម៉ូតូអត់ពាក់មួកពេលដួលទៅមិនទៅហើយបាក់ជើងបាក់ដៃទៅមិនយើងសួរសំណួរជាដែលយើងប្រាប់គាត់ណាព្រោះអីគេគិតថាមិនអីផងខ្ញុំអស្ចារ្យខ្ញុំលយអញ្ចឹងជាដែលយើងប្រាប់ទៅជាសួរសំណួរវិញហើយអាយុនេះប្រយ័ត្នមែនតើអាយុនេះ sensitive បុគ្គលគាត់ pre teenager គាត់13ឡើងមានន័យថាគាត់គឺជាគោលដៅរបស់យើងរបស់ពងម្ដាយដែលត្រូវដឹងហ្នឹងគឺជាកសាងអត្តសញ្ញាណរបស់គាត់ណាកសាងអត្តសញ្ញាណរបស់គាត់បូកឲ្យគោលដៅនេះជាគោលដៅហើយចឹងមកគេឲ្យចាប់ផ្ដើមមានរៀនវិទ្យាសាស្ត្រសង្គមវិទ្យាសាស្ត្រពិតa little bit មកដែរចឹងអាពេលហ្នឹងបើសាលាអន្តរជាតិមួយចំនួនគេមាន career talk ចឹងមានន័យថារៀនពីអាជីពគេចាប់ដើមបង្ហាញពីជីវគេហៅគ្រូពេទ្យគេហៅបលិសគេហៅអ្នកនយោបាយគេហៅអ្នកចម្រៀងទៅនិយាយហើយប្រយ័ត្ននៅយប់ប៉ុណ្ណឹងហើយមួយទៀតគឺជាសាលាភិចិនគេធ្វើ project មានន័យថាធ្វើអីមួយថាកូននឹងចង់ធ្វើអីសាលាគេឲ្យធ្វើការងារក្រុមដូចជាកសាងអីជាឡានអគ្គិសនីជាដង្ហាល់ឬក៏ជាដាំបន្លែឬក៏ជាឲ្យគេធ្វើការស្រាវជ្រាវឲ្យបង្កើតអញ្ចឹងនៅយុគប៉ុណ្ណឹងគេចាប់ដើមអាចធ្វើបានហើយអញ្ចឹងហើយមួយទៀតគេបរៀនពីលុយកាក់គេបរៀនពីលុយកាក់ឃើញហ្នឹងឲ្យគាត់ចេះប្រើលុយឲ្យគាត់ចេះបើសាលាមួយចំនួនគេឲ្យធ្វើដូចលុកអីវ៉ាន់នៅក្នុងសាលាហ្នឹងពេលមានកម្មវិធីអីចឹងឲ្យគាត់មានអារម្មណ៍ថាអូអាលុយនេះតែញវ៉ាន់មកប៉ុណ្ណេះធ្វើការហត់ប៉ុណ្ណេះតែទៅពេលបានលុយមកប៉ុណ្ណេះគាត់មានអារម្មណ៍ថាអូខ្ញុំ stress អត់ចង់ងាប់ឲ្យបានលុយតែប៉ុណ្ណឹងទេ so ឥឡូវគេចាប់ដើមដឹងហើយអញ្ចឹងក្រៅពីអាហ្នឹងអាយុប៉ុណ្ណឹងគេថាហាមយើងដកខ្លួនចេញពីអង់គ្លេសថា director មានន័យថាអ្នកវិជាគាត់ទៅជាអ្នកខូចគាត់សួរសំណួរគាត់ហ្នឹងអាហ្នឹងតួនាទីរបស់ពុកម្ដាយ